គាត់ធ្លាក់ពីលើដើមតបៃហ្នឹងបាក់ឆ្អឹងកភ្លើបានបកលឈាមជូនគាត់ចំនួន2សាក់ជាមួយអាទិត្យទៀតបានគាត់ត្រឡប់ទៅផ្ទះវិញគាត់ឈ្មោះរិទ្ធចម្រើនហើយនៅភូមិតាពាំងជ្រៅឃុំកាហែងស្រុកសំរោងទងកន្លែងណាដែលមានការលំបាកយើងត្រូវមានវត្តមាននៅទីនោះជាចាំបាច់នេះជាភារកិច្ចដែលយើងត្រូវធ្វើគាត់អាចមើលរំលងបញ្ហានេះបានទេលោកឧត្តមសេនីយ៍ត្រីមេងស្រុនបានចាត់ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាតំណាងធ្វើការសហការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីបានឈាមចំនួន2សាក់សម្រាប់ផ្ដល់ជូនដល់លោកស្រីរិទ្ធចម្រើនដែលត្រូវការឈាមជាបន្ទាន់ក្នុងការវះកាត់ឆ្អឹងភ្លៅខាងស្ដាំ2កំណាត់ខេត្តកំពង់ស្ពឺបន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យធ្លាក់ពីដើមត្របែកបណ្ដាលឲ្យបាក់ឆ្អឹងភ្លៅ2កំណាត់ធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិដេជោសន្តិភាពរាជធានីភ្នំពេញកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2026កន្លងមកនេះដើម្បីធ្វើការព្យាបាលបន្តជាក់ស្ដែងដោយសារជំងឺមានសភាពធ្ងន់ធ្ងរតម្រូវការវះកាត់នៅថ្ងៃទី11ខែកក្កដាឆ្នាំ2026នឹងត្រូវការឈាមចំនួន2សាក់បន្ទាន់ដើម្បីព្យាបាលថែមទៀតផងអ្នកជំងឺមានឈ្មោះរិទ្ធចម្រើនរស់នៅក្នុងភូមិត្រពាំងជ្រៅឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺភ្លាមនៅពេលទទួលបានដំណឹងពីក្រុមគ្រួសារមូលដ្ឋានស្រុកសំរោងទងដែលមានការស្នើសុំពីក្រុមគ្រួសារក្នុងស្មារតីមនុស្សធម៌ដែលតែងតែខ្វល់ខ្វាយឈឺឆ្អាលបំផុតចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចាត់ឲ្យលោកអនុសេនីយ៍ឯកស្រេងលីហួរជាបន្ទាន់បំផុតឲ្យធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនៅមន្ទីរពេទ្យព្រមទាំងបានសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដោយទទួលបានឈាមចំនួន2សាក់ផងដែរសម្រាប់បញ្ចូលក្នុងការវះកាត់ផងដែរសូមចាំថាឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដគឺពិតជាមានតម្លៃមហាសាលរកអ្វីប្រៀបផ្ទឹមពុំបានឡើយ